នេះគឺជាសត្វសមុទ្រដ៏ចម្លែកទាំង5ដែលអ្នកទាំងអស់គ្នាប្រហែលជាមិនទាន់បានស្គាល់1 Dumbo Octopus ឬមួយក៏មឹក Dumbo មឹក Dumbo ចម្លែកដោយសារតែវាមានត្រចៀកធំៗពីរដុះចេញមកពីក្បាលរបស់វាមើលទៅដូចជាត្រចៀកដំរី Dumbo នៅក្នុងរឿងតុក្កតានៅពេលដែលវាហែលទឹកគឺត្រចៀកទាំងសងខាងរបស់វាជួយក្រឡាស់យឺតៗដែលមើលទៅពិតជាស្រស់ស្អាតនៅក្នុងសមុទ្រទឹកជ្រៅ2 Barrier Eye Fish ឬក៏ត្រីភ្នែកធំវាគឺជាត្រីដ៏ចម្លែកមួយប្រភេទដែលក្បាលរបស់វាថ្លាដូចជាកញ្ចក់ដែលអាចឲ្យយើងមើលឃើញធ្លុះទៅខាងក្នុងបានភ្នែករបស់វាមិនមែនជាផ្នែកមូលពីរនៅខាងមុខនោះទេប៉ុន្តែគឺជាកែវភ្នែកពីរពណ៌បៃតងក្របមូលដែលស្ថិតនៅខាងក្នុងក្បាលទៅវិញទេ3 Frill Shark ឬក៏ត្រីឆ្លាមកន្ទុយឫស្សីត្រីឆ្លាមមួយប្រភេទនេះមានរូបរាងខុសពីត្រីឆ្លាមប្រភេទដទៃដែលវាមានដងខ្លួនដូចជាអន្ទង់និងមានក្រអូបមាត់ចំនួន6គូមានរាងជ្រីវជ្រួញមើលទៅដូចជាកន្ទុយឫស្សីហើយអ្វីដែលសាហាវបំផុតនោះគឺក្នុងមាត់របស់វាពោពេញទៅដោយធ្មេញដ៏មុតស្រួចជាង300គ្រាប់តម្រង់ជាច្រើនជួរវារកចំណីដោយពុតខ្លួននិងស្ទុះទៅមុខដូចជាសត្វពស់4 Christmas Tree Worm ឬក៏ដង្កូវដើមឈើណូអាសត្វដង្កូវទាំងអស់មិនមែនសុទ្ធតែមានរូបរាងអាក្រក់ទាំងអស់នោះទេដង្កូវដើមឈើណូអាគឺមានរូបរាងស្រស់ស្អាតខ្លាំងណាស់អ្វីដែលយើងមើលឃើញនោះគឺជាកន្ទុយដែលមានរូបរាងដូចជាត្រីកោណមានរូបពណ៌ស្រស់ឆើតឆាយដែលមើលទៅដូចជាដើមឈើណូអាតូចៗពីរកន្ទុយនេះត្រូវបានប្រើសម្រាប់ដកដង្ហើមនិងចាប់យកចំណីដែលនៅក្នុងទឹក5 Red Lip Badfish ឬក៏ត្រីបបូរមាត់ក្រហមត្រីប្រភេទនេះមានភាពល្បីល្បាញដោយសារតែបបូរមាត់ពណ៌ក្រហមឆ្អិនឆ្អៅរបស់វាដែលមើលទៅហាក់ដូចជាទើបតែនឹងលាបក្រែមហើយថ្មីគ្មាននរណាម្នាក់បានដឹងច្បាស់ពីអត្ថប្រយោជន៍នៃបបូរមាត់នេះទេប៉ុន្តែគេជឿថាវាអាចប្រើសម្រាប់សម្គាល់គ្នានៅរដូវបន្តពូជហើយចំណុចដ៏ចម្លែកមួយទៀតនោះគឺត្រីនេះគឺមិនសូវពូកែហែលទឹកនោះទេផ្ទុយទៅវិញវាប្រើព្រុយទ្រូងនិងព្រុយពោះដែលប្រើរូបរាងឲ្យរឹងមាំដើម្បីដើរឬវានៅលើបាតសមុទ្រដើម្បីស្វែងរកចំណីតើអ្នកទាំងអស់នេះយល់យ៉ាងណាដែរចំពោះសត្វចម្លែកទាំង5នៅខាងក្រោមបាតសមុទ្រនេះកុំភ្លេចខមមិននៅខាងក្រោមវីដេអូនេះម្នាក់មួយផងណា Follow សម្រាប់វីដេអូក្រោយ